ចាសួស្តីបងប្អូនទាំងអស់គ្នានៅរដូវព្រិលធ្លាក់បងប្អូនណាសប្បាយចិត្តណាស់គ្មានគិតល្ងាទេបងប្អូនគឺសប្បាយច្រៀងអតែម្ដងណែហើយเราមកខាងក្រោយផ្ទះខ្ញុំវិញបងប្អូនណាយណែស្អាតមែនតែនបងប្អូនអើយដូចគំនូមើលនេះហើយមើលដើមឈើសុទ្ធព្រិលទាំងអស់បងប្អូនស្អាតមែនតែនស្អាតខ្លាំងណាស់អូយហើយមើលជាប់ពេញនេះអូមើលនេះពេញធុងទឹកធុងអីពេញទាំងអស់អូយបងប្អូនមើលស្អាតមែនតើនឹងនិយាយថាមិនវាស្រឡាញ់ហួសហេតុហ្មងណាវាស្អាតពេកត្មងសព្រាតហ្មងហើយសំខាន់នោះអាចប់ដើមឈើនឹងទៀតអូយស្អាតណាមិនដឹងនិយាយថាមិនទេមើលអូយបងប្អូនអើយហើយមកដល់កន្លែងនេះវិញសពអានេះចាប់ដើមយើងមកថតកន្លែងនេះសិតនេះយើងដើរនេះផ្លូវយើងដើរបងប្អូនសច្រើនណាស់បងប្អូនអើយសំខាន់ទេសភាពស្អាតតែថាមិនសក់ទេនោះអាកន្លែងវាលធំបងប្អូនអើយអានោះទលេបងប្អូនទឹកណាល្ងាស្រះគេណានឹងសុកបើខ្សែសុកនោះគេហៅទលេហៅឃើញបងប្អូនសុកនោះគេហៅទលេប៉ុន្តែវាកកវាកកអស់ហើយយេយ៉ាត់ដួលកម្រិតហើយម្នាក់នោះមិត្តភក្តិខ្ញុំមួយនោះគឺទៅផ្ទះវិញជួបគ្នាគឺទៅផ្ទះវិញហើយតែសំខាន់ទេសភាពស្អាតណាបងប្អូនអើយឲ្យតែធ្លាក់ព្រិលម្ដងគឺថាសបាយឥឡូវនេះគឺមកលេងវិញអត់សុខគឺចង់ប្រមូលព្រិលនឹងមកលេងតិចណាបងប្អូនអើយប៉ុន្តែព្យាយាមលេងចង់លេងបើយើងពាក់សោមទៅពិបាកលេងតែដល់ពេលយើងអត់ពាក់សោមបានតែ1នាទីទេបងប្អូនបាន1នាទីហងនឹងស្ពឹកដៃណាបងប្អូនដឹងស្រាប់ហើយពេលដែលយើងកាន់តកគឺយើងកាន់បានតែមួយផ្លេតគឺវាត្រជាក់នេះដូចគ្នាយើងធ្លាប់ទៅលឺទេបងប្អូនកាលខ្ញុំនៅស្រុកខ្មែរធ្លាប់ទៅលឺទេដល់ពេលបានមកស្រុកគេមិនដឹងព្រិលធ្លាក់មកណែដោយតកឈូសយើងបេះនឹងបិទគ្មានខុសទេនេះវារៀងធ្លាក់តិចដោយសារតែវាទៅចាប់ផ្ដើមដំបងណាតែបាន1ម៉ោងក្រោយមកច្រើនសន្ធឹកសន្ធាប់ទៀតឡើយអាហ្នឹងចាប់ផ្ដើមតិចណែឥឡូវនេះមកកកទៀតនេះអូយព្រិលធ្លាក់ខ្លាំងណាស់បងប្អូនអើយតិចហើយច្រើនមែនតើថាខ្លាចល្ងាទឹកនេះកកហើយបានឃើញអញ្ចឹងចង់តែលេងនេះបងប្អូនសម្រាប់ពួកអ្នកមិនដែលស្គាល់ព្រិលឥឡូវព្រិលតូចពេកអត់សុខចិត្តទេអូឡលើអត់មានខ្លាចថាឈឺអីអត់មានខ្លាចឈឺទេអត់ដែលស្គាល់ព្រិលបងប្អូនណើអូខានសិននេះអោខ្មៅអ្នកនឹងមានប្តីខ្ញុំអត់អីទេអ្នកមានប្តីអស់ហើយអត់តែខ្ញុំមិនបញ្ជាក់ Hello បងស្រីស្អាតងាកមុខតិចមើលអេយ៉ា Hello អូយថ្ងៃនេះព្រិលច្រើនបងប្អូនអើយអូ ចាប់ផ្ដើមធ្លាក់ព្រិលហើយបងប្អូនព្រិលខ្លាំងណាស់កក់ហើយកក់ហើយអូនេះអីសព្រាតហ្មងណាបងប្អូននេះព្រិលច្រើនមែនតើហ្មងណា